ពលរដ្ឋអះអាងថាលោកសាក់5គៀតសារ៉េតឆោបបោកលុយពីពួកខ្លួនជាង$20,000អាមេរិកជាថ្នូរនិងបញ្ចូលក្របខ័ណ្ឌទាហាន3នាក់ពលរដ្ឋចំនួន3នាក់អះអាងដូចគ្នាថាពួកខ្លួនបានចាញ់បោកលោកវរៈស្នេហ៍ឯកគៀតសារ៉េតអត្តលេខ033396សមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធានៃក្រសួងការពារជាតិអស់ម្នាក់ចំនួន$7,500អាមេរិកសរុបទាំង3នាក់ចំនួន$22,500អាមេរិកជាថ្នូរនឹងរត់ការចូលក្របខ័ណ្ឌទាហាននៃក្រសួងការពារជាតិប៉ុន្តែចុងក្រោយប្រាក់កបង់ថង់ក៏ដាច់ក្របខ័ណ្ឌទាហានក៏មិនបានលុយក៏អស់ទៀតតើឲ្យពួកគាត់សង្ឃឹមអ្វីហេតុនេះមានតែពឹងសារព័ត៌មានជួយផ្សព្វផ្សាយជាដំណឹងទៅកាន់ថ្នាក់ដឹកនាំករណីនេះពុំមានការបកស្រាយពីលោកវរៈស្នេហ៍ឯកគៀតសារ៉េតនោះឡើយយោងលិខិតប្រគល់សិទ្ធិដែលផ្ញើមកកាន់សារព័ត៌មានបានឲ្យដឹងថាជនរងគ្រោះទាំង3នាក់ទី1ឈ្មោះចេញបញ្ញាភេទប្រុសអាយុ23ឆ្នាំនៅភូមិពពែឃុំជ្រៃលាស់ស្រុកពញាលឺខេត្តកណ្ដាលអស់ចំនួន$7,500អាមេរិកទី2ឈ្មោះសុកចម្រើនភេទប្រុសអាយុ23ឆ្នាំនៅភូមិពពែឃុំជ្រៃលាស់ស្រុកពញាលឺខេត្តកណ្ដាលអស់ចំនួន$7,500អាមេរិកនិងទី3ឈ្មោះសានផានភេទប្រុសអាយុ23ឆ្នាំនៅភូមិពពែឃុំជ្រៃលាស់ស្រុកពញាលឺខេត្តកណ្ដាលអស់ចំនួន$7,500អាមេរិកអ្នកទាំង3នាក់បានបញ្ជាក់ថាកាលពីអំឡុងឆ្នាំ2023លោកសាក់5គៀតសារ៉េតបានអះអាងថាខ្លួនមានខ្នងបង្អែករឹងមាំនិងស្គាល់អ្នកធំមេសុទ្ធតែផ្កាយ3និងផ្កាយ4នៅក្រសួងការពារជាតិដែលអាចជ្រុំជ្រែងនិងបញ្ចូលក្របខ័ណ្ឌទាហានយ៉ាងងាយជាថ្នូរនឹងលុយចំនួន$7,500អាមេរិកក្នុងម្នាក់ត្រឹមរយៈពេលយ៉ាងយូរ2ខែប៉ុណ្ណោះដោយការជឿទុកចិត្តពួកខ្លួនក៏បានប្រគល់លុយឲ្យលោកសាក់5គៀតសារ៉េតតាមការព្រមព្រៀងដែលបាននិយាយគ្នាហើយការប្រគល់លុយនោះគឺតាមរយៈឈ្មោះអ៊ុចប៊ុនធឿនភេទប្រុសអាយុ36ឆ្នាំនៅភូមិបាធាយឃុំបាធាយស្រុកបាធាយខេត្តកំពង់ចាមប្រភពដដែលបានបញ្ជាក់ទៀតថាក្រោយប្រគល់លុយឲ្យលោកសាក់5គៀតសារ៉េតគ្រប់ចំនួនហើយនោះម្នាក់បានទន្ទឹងរង់ចាំជាប់ឈ្មោះចូលក្របខ័ណ្ឌទាហានដើម្បីបម្រើការងារនៅក្រសួងការពារជាតិតែផ្ទុយទៅវិញកន្លងអស់ជាច្រើនខែក៏ពួកគាត់ពុំមានឈ្មោះក្នុងក្របខ័ណ្ឌទាហានតាមការសន្យាពួកខ្លួនក៏បានតាមសួរនាំនិងទារលុយពីលោកសាក់5គៀតសារ៉េតវិញដោយការទារលុយនោះគឺតាមរយៈឈ្មោះអ៊ុចប៊ុនធឿនព្រោះថាកាលពីយកលុយទៅក៏តាមរយៈឈ្មោះអ៊ុចប៊ុនធឿនដែរអញ្ចឹងពេលទារលុយមកវិញក៏តាមរយៈឈ្មោះអ៊ុចប៊ុនធឿនដដែលនឹងប៉ុន្តែលោកសាក់5គៀតសារ៉េតមានចិត្តនាទុច្ចរិតកេយបំបត្តិមិនបំពេញកាតព្វកិច្ចប្រគល់លុយមកវិញនោះទេពលគឺលោកគៀតសារ៉េតបានកិច្ចវេះនិងលើកហេតុផលនេះហេតុផលនោះគ្មានឈប់គ្មានឈរក្នុងការពន្យាពេលពីមួយខែទៅមួយខែរហូតសប្តាហ៍ថ្ងៃដោយគ្មានការទទួលខុសត្រូវសោះឡើយបើគិតមកដល់ពេលនេះគឺមានរយៈពេលជាង2ឆ្នាំមកហើយដែលលោកសាក់5គៀតសារ៉េតបានយកលុយពីពួកខ្លួនជាថ្នូរនឹងរត់ការចូលក្របខ័ណ្ឌទាហានខណៈក្របខ័ណ្ឌក៏មិនបានចូលដោយការគ្រោងទុកលុយក៏ទារមកវិញមិនបានដើម្បីឲ្យមានចម្លើយទាំងសងខាងនៅថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025អ្នកសារព័ត៌មានបានសុំការបំភ្លឺពីលោកអ៊ុចប៊ុនធឿនដែលជាបុគ្គលនៅកណ្ដាលក្នុងសាច់រឿងនេះដោយលោកបានថ្លែងទទួលស្គាល់ថាលោកវរៈស្នេហ៍ឯកគៀតសារ៉េតពិតជាបានឆោបបោកលុយពីជនរងគ្រោះទាំង3នាក់ខាងលើប្រកាសមែនដោយពេលនោះលោកវរៈស្នេហ៍ឯកគៀតសារ៉េតបាននិយាយបញ្ចុះបញ្ចូលធានានិងអះអាងថារូបគាត់ស្គាល់ឯកឧត្តមផ្កាយ3និងផ្កាយ4ដែលអាចបញ្ចូលក្របខ័ណ្ឌទាហានដោយងាយត្រឹមរយៈពេល2ខែហើយនេះទើបម្នាក់ត្រូវផុងខ្លួនជឿនិងប្រគល់លុយឲ្យលោកវរៈស្នេហ៍ឯកគៀតសារ៉េតដោយទារមកវិញមិនបាន
រីឯសម័យខ្លួនលោករស្នីឯកគៀតសារ៉េតអត្តលេខ033396សមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធានៃក្រសួងការពារជាតិមិនអាចសូមការអត្ថាធិប្បាយបានទេដោយទូរស័ព្ទចូលហើយលោកមិនទទួលក្នុងរឿងនេះពលរដ្ឋរងគ្រោះខាងលើសូមស្នើយ៉ាងទទូចដល់ឯកឧត្តមកេតិនីតិកោសល្យបណ្ឌិតអោមយន្ទៀងទេសរដ្ឋមន្ត្រីប្រធានអង្គភិបប្រឆាំងអំពើពុករលួយឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិជាពិសេសសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាចាត់វិធានការវះកាត់លើលោករស្នីឯកគិតសារ៉េតដើម្បីបង្ខំឲ្យលោកសាក់5រូបនេះប្រគល់លុយមកឲ្យពួកខ្លួនវិញដោយក្តីអនុគ្រោះ